បាទជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករបាទថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនមើលសកម្មភាពនៃការបាញ់ថ្នាំចន្ទទីរបស់ខ្ញុំបាទហើយចាក់ចាប់ដើមវីដេអូមកនេះគឺជាសកម្មភាពរបស់ខ្ញុំបាទគឺការបញ្ឆេះម៉ាស៊ីនវាជាការស្វែងចន្ទទីបាទដែលពួកខ្ញុំទៅនេះគឺដើម្បីនឹងមើលថែស្វែងចន្ទទីក៏ដូចជាការបាញ់ថ្នាំការបាញ់ថ្នាំការពារសត្វល្អិតបាញ់ថ្នាំពៅផ្កាវឲ្យវាកាន់ផ្លែបាទហើយនេះជាលទ្ធផលបាទលទ្ធផលដែលខ្ញុំបានបាញ់ថ្នាំដើម្បីឲ្យវាកាន់ផ្លែបាទប៉ុន្តែទទួលយកបានទេពុកម៉ែបងប្អូនបាទហើយនេះគឺជាស្វ័យចន្ទទីរបស់ខ្ញុំដែលឥឡូវគឺចាប់ផ្ដើមប្រមូលផលបណ្ដាបងប្អូនហើយជួយចំណែកចន្ទទីពុកម៉ែបងប្អូនបាទអាម៉េចឲ្យបាទហើយនេះយើងកំពុងតែចាប់ផ្ដើមប្រមូលផលម្ដងហើយខាងខ្ញុំនេះគឺចន្ទទី1គីឡូគឺតម្លៃ5200ទៅ5300ពុកម៉ែបងប្អូនបាទហើយវាមិនទាន់ចេញសោះល្អទេបាទចេញមួយអញ្ចឹងណាហើយយើងក៏ប្រមូលអាណាទុំជ្រូកហើយយើងរើសដាក់សម្រាប់នឹងលក់បដាតក់ណាបងប្អូនហើយសម្រាប់បញ្ហាវិញគឺខាងខ្ញុំនេះក៏មាននៃការក្រៀមផ្កាខ្លះដែរបងដោយសារតែកត្តាប្រែប្រួលអាកាសធាតុហើយមួយទៀតគឺនៅពេលដែលវាចេញក្តឹបមកគឺភាគច្រើនខាងខ្ញុំនេះគឺវាស្វិតទៅវិញមករៀងក្រៀមទៅវិញភាគច្រើនហើយនេះគឺជាសកម្មភាពពេលយប់របស់ខ្ញុំដែលខ្ញុំបានទៅអើតមើលនៅចំការដើម្បីកុំឲ្យមានមនុស្សគាត់ទៅលួចបេះពេលយប់អញ្ចឹងណាបងប្អូនបាទហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមិនមានអីចែករំលែកទៅកាន់ពុកម៉ែបងប្អូនច្រើនទេហើយខ្ញុំក៏សូមអរគុណសម្រាប់ការតាមដានទស្សនា